Well, you'll see. I mean, but I have to approve. ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសក្តែងក្តែងនៅក្នុងថ្ងៃច័ន្ទថាសហរដ្ឋអាមេរិកដាច់ខាតនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅក្រោមកិច្ចព្រមព្រៀងថ្មីណាមួយរវាងប្រទេសទាំងពីរទោះបីជាទីក្រុងតេហេរ៉ង់បានអះអាងជាច្រើនសារថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលផលិតថាមពលអគ្គិសនីក៏ដោយលោកប្រធានាធិបតីត្រាំបានបង្ហោះសារលើបណ្ដាញសង្គម Truth Social ថានៅក្រោមកិច្ចព្រមព្រៀងណាមួយអាមេរិកនឹងមិនអនុញ្ញាតឲ្យមានការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាដាច់ខាតមេដឹកនាំអាមេរិករូបនេះថែមទាំងបានឆ្លៀតដេះដៀលដល់អ្នកកាន់តំណែងមុនរបស់លោកគឺលោក Joe Biden ដោយនិយាយថាគណៈបកប្រជាធិបតេយ្យគួរតែបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់តាំងតែពីយូរមកម្ល៉េះការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមគឺជាចំណុចក្តៅដ៏សំខាន់មួយនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ5ជុំមកនេះរវាងអាមេរិកនិងអ៊ីរ៉ង់ចាប់តាំងពីខែមេសាមកដើម្បីស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជំនួសកិច្ចព្រមព្រៀងចាស់ជាមួយមហាអំណាចធំៗដែលលោកត្រាំបានដកសហរដ្ឋអាមេរិកចេញក្នុងអាណត្តិដំបូងរបស់លោកកាលពីឆ្នាំ2018ទោះបីជាយ៉ាងណាអ៊ីរ៉ង់តែងតែទទូចជារឿយៗថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលផលិតថាមពលអគ្គិសនីតែប៉ុណ្ណោះហើយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ក៏បានសង្កត់ធ្ងន់ដែរថាប្រសិនបើមានការរារាំងអ៊ីរ៉ង់ពីសកម្មភាពនុយក្លេអ៊ែរដោយសន្តិវិធីនោះកិច្ចព្រមព្រៀងនឹងមិនអាចសម្រេចបានទេ